ក្មួយនិយាយក៏ត្រូវម្យ៉ាងដែរមកលឿនចឹងល្អហើយមិញលឺអ្នកផ្សេងត្រូវមាត់រស់តែថ្ងៃព្រោះតែមកយឺតហ្នឹងបានតែនិយាយលេងតែពេលនេះបានមកជន់នៅរោងការរបស់អូនហើយខ្ញុំមិនសុខចិត្តប្រឡែងមនុស្សស្រីល្អឲ្យធ្លាក់នៅក្នុងកណ្ដាប់ដៃនរណានោះទេរឿងយឺតពេលពេញទំហឹងនាពេលព្រឹកព្រលឹមកូនស្រីហៀបនឹងជិះម៉ូតូចាក់ចេញពីផ្ទះដើម្បីទៅធ្វើការឪពុករបស់នាងដែលកំពុងតែឈរនិយាយទូរស័ព្ទនោះតែពេលបានឃើញកូនស្រីគាត់ក៏បានស្រែកសួរកូនស្រីមីអូនទៅធ្វើការហើយមែនទេកូនស្រីចាប់ពឹកខ្ញុំចេញទៅហើយពុកមានការអីជាមួយខ្ញុំមែនទេអញ្ចឹងកូនឯងបញ្ញាប់ត្រឡប់មកផ្ទះវិញផងណាព្រោះថ្ងៃនេះយើងមានភ្ញៀវមកលេងហើយយើងជាម្ចាស់ផ្ទះយើងត្រូវតែទទួលគេឲ្យបានដិតដល់ចាប់ពឹកខ្ញុំនឹងបញ្ញាប់មកផ្ទះវិញបានចឹងខ្ញុំទៅសិនហើយណាពឹកទៅចោះកូនស្រីនាយស្រែមបានចាក់ចេញទៅភ្លាមបន្ទាប់ពីនិយាយលាឪពុករួចរាល់កូនស្រីខ្ញុំមិនដឹងថាខ្ញុំមានកម្រងអីខ្លះទេតែខ្ញុំក៏មិនធ្វើឲ្យកូនខកចិត្តដូចគ្នានៅក្នុងរឿងនេះនាយស្រែមមកដល់កន្លែងធ្វើការនាងប្រញាប់ទៅតុធ្វើការរបស់នាងភ្លាមស្របពេលជាមួយគ្នានោះអ្នកអនាម័យនៅទីនេះបានបន្លឺមកកាន់នាងផ្លេតដូចគ្នាក្មួយស្រីមកធ្វើការពីព្រលឹមម្លេះអ្នកផ្សេងមិនទាន់មកផងហ្នឹងអើយក្មួយមកមុនគេសឹងតែរាល់ថ្ងៃហើយខ្ញុំក៏មិនដឹងថានៅផ្ទះធ្វើអីដែរមិញក្រៅពីដេកហើយរៀបចំខ្លួនមកកន្លែងការងារតែម្ដងទេមកធ្វើការលឿនអញ្ចឹងភាសាជាងមកយឺតម៉ោងម៉ែអាចអង្កាត់ប្រាក់ខែណាក្មួយនិយាយក៏ត្រូវម្យ៉ាងដែរមកលឿនអញ្ចឹងល្អហើយមិញលឺអ្នកផ្សេងត្រូវមាត់រស់តែថ្ងៃព្រោះតែមកយឺតហ្នឹងចាំមិញខ្ញុំមិនចង់ត្រូវមាត់ម៉ែឡើយម៉ែកាច់ណាស់មកចិត្តដឹងតែកាត់ប្រាក់ខែជាងហើយមិនសំណោះដល់គ្រាដល់មកលឿនធ្វើការលើសម៉ោងនោះឡើយខ្ញុំឈប់និយាយដល់ម៉ែហើយណាតែគាត់មកតន់ត្រូវថ្មងទៀតមិនខានឡើយមិញទៅធ្វើការរបស់មិញដែរហើយចាំមិញមិញឆយក៏បានចាក់ចេញទៅភ្លាមមិត្តរួមការងារផ្សេងក៏បានមកដល់ល្មមមកលឿនទៀតហើយនាយស្រាមខ្ញុំមកមិនដែលតន់សោះធ្វើយ៉ាងម៉េចទើបអាចមកលឿនរាល់ថ្ងៃដូចជានាយស្រាមបានទៅណោះជប់ឡើងខ្ញុំដេកលឿនមិនបាននៅចុចទូរស័ព្ទដល់ម៉ោង2ម៉ោង3ទៀតភ្លឺទេនេះហើយតើខ្ញុំអាចក្រោកមកលឿនបានណាបើសិនបើខ្ញុំចុចទូរស័ព្ទដល់ទល់ភ្លឺនោះខ្ញុំក៏មិនអាចមកលឿនបានដូចគ្នាព្រោះតែអត់ងងុយនឹងណាខ្ញុំមិនចង់ធ្វើបែបហ្នឹងទេតែពេលចុចទូរស័ព្ទភ្លេចខ្លួនទៅវាចេះតែជក់ពេកដេកទៀបភ្លឺហើយមកធ្វើការល្ងុយដេករាល់ថ្ងៃកាត់បន្ថយខ្លះទេយូគង់តែអាចកាត់បានទេបើបន្តបែបនេះទៀតណាយើងអាចនឹងឈឺបានដូចគ្នាខ្ញុំដឹងតាថាវាមិនល្អតែខ្ញុំនឹងព្យាយាមកាត់បន្ថយដើម្បីមកធ្វើការឲ្យបានលឿនហើយមិនឈឺថ្កាត់ទៀតណែត្រូវតែធ្វើអញ្ចឹងខណៈនោះថ្នាក់លើរបស់អ្នកទាំងពីរក៏បានមកដល់ម៉ែមកហើយសួស្ដីម៉ែបានពិសាអីរួចហើយណាខ្ញុំមិនទាន់បានហូបអីទេអ្នកទាំងពីរមកលឿនទៀតហើយខ្ញុំគួរតែបន្ថែមប្រាក់ពីលើប្រាក់ខែគល់ជាការលើកទឹកចិត្តសម្រាប់ការមកលឿនតែបើមកយឺតគឺកាត់លុយដូចគ្នាណាបានមេបើមេធ្វើអញ្ចឹងញឹកញាប់អ្នកផ្សេងទៀតអាចនឹងមកធ្វើការលឿនគ្រប់គ្នាព្រោះលុយណានាក៏ត្រូវការដែរមកធ្វើការដើម្បីប្រាក់ខែជារឿងទី1ហើយនឹងប័ណ្ណពិសោធន៍ខ្ញុំយល់តើខ្ញុំធ្វើការរាល់ថ្ងៃនេះក៏ដើម្បីចិញ្ចឹមគ្រួសារដែរបើមិនធ្វើការអត់អីហូបមិនខានទេចាអរគុណច្រើនហើយណាម៉ែលឿនចឹងខ្ញុំសប្បាយចិត្តណាស់បានប្រាក់ខែលើកទឹកចិត្តព្រោះតែការមកធ្វើការលឿននោះតែត្រូវតែមកឲ្យបានលឿនជារៀងរាល់ថ្ងៃបើមិនអញ្ចឹងទេនឹងលែងទទួលបានប្រាក់លើកទឹកចិត្តហើយចាម៉ែនិយាយចប់ហើយថ្នាក់លើរបស់អ្នកទាំងពីរក៏បានទៅបន្ទប់ធ្វើការរបស់គាត់តែម្ដងគ្រាន់តែមកលឿនសោះក៏បានប្រាក់លើកទឹកចិត្តដែរណោះខ្ញុំនឹងបដិញ្ញាមកលឿនជារៀងរាល់ថ្ងៃតែម្ដងនាពេលរសៀលភ្ញៀវបានមកដល់ផ្ទះពូនឹមរថយន្តឈប់ភ្លេតមនុស្ស3នាក់បានចាក់ចេញពីក្នុងរថយន្តចូលទៅក្នុងផ្ទះពូនឹមតែម្ដងជំរាបសួរអ្នកមកទៀងម៉ោងមែនកូនស្រីខ្ញុំមិនទាន់មកដល់ផ្ទះនៅឡើយទេបាទលបងដោយសារតែយើងអត់រវល់ផងហ្នឹងណាបានចាំមកលឿនអញ្ចឹងនោះណែពួកយើងមកចាំមីអូនឲ្យបានមុនមីអូនគ្នារវល់ធ្វើការខ្ញុំនឹងគ្រួសារក៏ដឹងច្បាស់អំពីរឿងនេះណែកូន
ជំរាបសួរពូតើកូនជំរាបសួរលោកពូល្អណាស់ក្មួយប្រុសអ្នកឥឡូវកាន់តែស្អាតហើយក្មេងជាងវ័យណាស់ អរគុណលោកបងដែលសរសើរមុនខ្ញុំបានប៉ុណ្ណេះណាចំណាយប្រាក់មិនតិចទេទ្រាំបាននៅក្មេងស្បែកចាំនេះ លបងដឹងស្រាប់ហើយថាប្រពន្ធខ្ញុំចូលចិត្តកន្លែងណាដែលស្អាតទើបសម្រស់នៅក្មេងក្នុងនាមខ្ញុំជាប្តីពេលឃើញប្រពន្ធនៅតែស្អាតអញ្ចឹងទោះបីជាកូនកំឡោះស្ដោកក៏ដោយក៏ខ្ញុំនេះសប្បាយចិត្តណាស់នេះបញ្ជាក់ឲ្យដឹងពីសមត្ថភាពប្តីដូចគ្នា ដោយសារតែប្តីដែរទើបបានជាប្រពន្ធស្អាតនោះផ្លូវចិត្តក៏ល្អគ្រួសារក៏សុខសាន្ត ហើយឃើញគ្រួសារអ្នកដូចនេះខ្ញុំនឹកដល់ប្រពន្ធខ្ញុំណាស់មិនគួរណាឆាប់ចាក់ចេញពីខ្ញុំនឹងកូនលឿនយ៉ាងនេះសោះសង្ខារមនុស្សយើងមើលមិនឃើញទេលបងអើយ បើអ្នកបងនៅណាអ្នកបងក៏នឹងរីករាយក្នុងជីវិតដែរណាលោកបងដែលលោកបងបានផ្ដល់ឲ្យគាត់ដូចគ្នាព្រោះលោកបងជាមនុស្សល្អណាស់ដែលមើលថែគ្រួសារបានកក់ក្ដៅយ៉ាងនេះស្របពេលជាមួយគ្នានោះនាយស្រាមបានមកដល់ផ្ទះវិញដូចគ្នាប៉ោកខ្ញុំមកវិញហើយជំរាបសួរពូមីងជំរាបសួរបងប្រុសណែក្មួយស្រីមកដល់ល្មមណែមីងបែកក្មួយយូរនឹកក្មួយណាស់ហើយក្មួយសុខសប្បាយឬអត់នឹងអត់ដែរតែលេងមីងសោះណោះអីតែលេងមីងមិនបានទេព្រោះមីងនៅឆ្ងាយពីកន្លែងខ្ញុំរស់នៅពេកហើយបើសិនជាទៅអាចនឹងខកការងារច្រើនទៀត មីអូននិយាយតិចប្រសើរជាងស្ដីច្រើនលើសពីការសាកសួរ មិនអីទេលោកបងក្មួយស្រីខ្ញុំនិយាយត្រង់បើរវល់តែទៅលេងខ្ញុំនោះចោះការងាររបស់ក្មួយគិតបែបណាទៅហើយប្រាក់កាក់អីយ៉ាងម៉េចទៅនោះហើយ លបងកុំថាអីឲ្យកូនមីអូននិយាយត្រូវណាស់បើជាខ្ញុំក៏គិតដូចជាមីអូនដែរបើខ្លួនរវល់ហើយមិនអាចដកឃ្លាបានមិនបាច់តាណាទេធ្វើការងារឲ្យរួចរាល់សិនចាំដើរបាទលបងនឹងអ្នកហើយនឹងក្មួយនៅហូបបាយសិនទៅណាខ្ញុំរៀបចំរួចអស់ហើយមីអូនដឹកដៃបងខ្លួនឯងទៅផង ប៉ុកគាត់ចេះដើរដោយខ្លួនឯងហើយមិនបាច់ខ្ញុំដឹកដៃគាត់ទៅណាទេ ចុះបើដឹកដៃបងឲ្យទៅដល់កន្លែងផងមិនបានទេអីបងមិនស្គាល់កន្លែងនេះទេបងទៅមកផ្ទះនាស្រាមជាលើកទី1ហើយម្ចាស់ផ្ទះមិនគិតរាក់ទាក់ជាមួយភ្ញៀវឲ្យខ្លាំងជាងនេះទេអីបងនៅតែជាភ្ញៀវដែលត្រូវយកចិត្តទុកដាក់ជាមួយណា ប៉ាត់ជាយ៉ាប់មែនដើរតាមខ្ញុំមកនឹងមិនបានវង្វេងចូលឆ្នាំងសម្លខ្ទះខ្លាញ់ទេបើដើរចេះមើលនោះ មីអូនស្រួលបួលផងតើកូនកុំអញ្ចឹងអីណាយ៉ាងណាក៏ក្មួយសត្រាជាភ្ញៀវរបស់យើងដែរណ៎ស្ដាប់សម្ដីមនុស្សចាស់ទៅមិនខុសទេពៅមាសបង ចាចេខ្ញុំនឹងបន្ថយចរិតស៊ីនរបស់ខ្ញុំខ្លះខ្ញុំនាំបងទៅបានណាហើយដើរតាមមកមើលផ្លូវផងទៅក្រាញ់លោតធ្លាក់ចូលក្នុងផ្ទះកដោននោះ មីអូនកុំនិយាយអញ្ចឹងឆាប់នាំបងខ្លួនឯងទៅក្មេងយូរជួបគ្នាម្ដងឲ្យកញេះញងគ្នាលេងខ្លះទៅមិនបាច់ហាមឃាត់ទេលបងអើយ ខ្ញុំយល់ស្របបែបនេះដែរបដ ாய் ឲ្យគេញ៉ែគ្នាទៅនឹងឆាប់បានចូលរោងការផងណាអីរោងការអីទៅមិញហើយរោងការក្មួយនឹងកូនមិញពួកយើងមកណេះណាគឺគោលបំណងបែបនឹងណាក្មួយប៉កហេតុអីក៏មិនប្រាប់ខ្ញុំពីរឿងនេះសោះពុករៀបកម្រងនេះជូនណាស់ហើយតែមិនដែរទេប៉ក កូនស្រីពុកគ្រាន់តែចង់ឲ្យកូនមានគូសកលពុកមិនបានរៀបគម្រោងអីនោះទេពុកនឹងពូមីងកូនបានរើសថ្ងៃដែលត្រូវរៀបការរួចរាល់អស់ហើយអត់បានប្រខិតបខំអីកូនទេប៉ុន្តែដល់ថ្ងៃគឺត្រូវទៅរៀបការយកតែម្ដង ហើយថាបខំច្បាស់ណាស់ណាប៉កមិនមែនប្រាប់តាមស្រួលទេ ពុកមិនខ្វល់ទេកូនឯងធ្វើអីដឹងខ្លួនឯងហើយណាអ្នកតឡងតោះយើងទៅហូបបាយកូនលបងឯងអៀនអញ្ចឹងទៅគួរឲ្យស្រឡាញ់ណាស់ បានជាអនាគតប្រពន្ធខ្ញុំណាពង ចាំមើលទៅគង់តែដឹងគ្នាមិនខានទេនាពេលជប់យន្តនាស្រាមចេញពីក្នុងបន្ទប់របស់នាងចូលទៅកាន់ផ្ទះបាយនាងក៏បានឃើញសូត្រានៅទីនោះសូត្រាក៏លន់មាត់ផ្លេត ចូលមករកអីដែរពើបងឃ្លានបងមករកអីហូបអូនមិនទាន់គេងទៀត
នឹកបងអីថ្លៃ ខ្ញុំមិននឹកបងទេខ្ញុំមករកអីហូបតាណែបងឯងកាត់អីបានជាចង់រៀបការជាមួយខ្ញុំនោះពួកយើងមិនចង់នៅជាមួយគ្នាទេខ្ញុំចង់នៅជាមួយខ្ញុំហើយចង់ធ្វើអីដែលខ្ញុំធ្វើ បងចង់រៀបការមិនមែនដោយសារតែប៉ាម៉ាក់បងបានរើសថ្ងៃរៀបការរួចរាល់នោះទេបើបងចង់បដិសេធក៏អាចទៅរួចដែរឬក៏រត់ចេញពីរោងការក៏បានតែបងមិនធ្វើអញ្ចឹងទេព្រោះបងមិនបដ ாய் ឲ្យនារីល្អរួចផុតពីកណ្ដាប់ដៃរបស់បងបានទេបរោះចេះគិតគូរដូចជាបងសុំស្ម័គ្រចិត្តមករៀបការជាមួយនារីសតិអារម្មណ៍ដូចជាអូនហើយ ខ្ញុំមិនមានសតិអារម្មណ៍ទេកុំចេះតែថាពេក បើអូនមិនមែនសតិអារម្មណ៍អូនច្បាស់ជាចង់បានបងលុះត្រាតែអូនសតិអារម្មណ៍ទៅពើមិនចង់បានបងជាគូអនាគត ចាប់ដល់ហើយណែខ្ញុំទៅដេកហើយអត់ណែបងឯងនេះនិយាយចាប់ហើយនាងក៏បានចាក់ចេញទៅភ្លាម បើមិនយកបងតើត្រូវទៅយកអ្នកណាកើតព្រោះបងចង់ក្តោបនារីល្អតុងបដ ாய் ឲ្យទៅអ្នកផ្សេងគេអាចនឹងធ្វើបាបនារីល្អដូច្នេះនារីល្អគួរតែជាបងដែលជាអ្នកមើលថែ នាថ្ងៃបន្ទាប់នាយស្រាមបំរុងជិះម៉ូតូចេញពីផ្ទះតែត្រូវសូត្រាបញ្ឈប់ដំណើរភ្លាម ឈប់សិនអូនមុនចេញទៅធ្វើការនេះមានលុយចាយហើយនៅចាំបងឲ្យលុយទុកចាយកុំឲ្យទៅធ្វើការទាំងគ្មានលុយអញ្ចឹងបាក់មុខស្លាប់ហើយ ខ្ញុំមានលុយមិនបាច់ឲ្យទេគឺអត់ចង់បានតែម្ដង មិនចង់បានយ៉ាងម៉េចអនាគតប្តីរបស់អូនតើទៅគិតអីច្រើនពីរឿងនេះដើម្បីអីទៅបងជាប្តីវាជាទួនាទីនិងទំនួលខុសត្រូវបើធ្វើជាប្តីជាមេគ្រួសារមិនមានប្រាក់កាសសម្រាប់ឲ្យប្រពន្ធនោះទេកុំតន់អាលយកប្រពន្ធអីកុំយកកូនស្រីគេមកលំបាកជាមួយខ្លួនលំបាកតែម្នាក់ឯងសិនទៅ ខ្ញុំទៅសិនហើយមិនបាច់ឲ្យលុយខ្ញុំទេខ្ញុំមិនចង់បានទេណា យកលុយសិនទៅចាំទៅបងឲ្យទុកទិញអីហូបផឹកកាហ្វេចុះណាកុំបដិសេធបំណងល្អពីអនាគតប្តីម្នាក់នេះអី សូត្រាក៏បានហុចលុយក្រដាស់$100ឲ្យទៅនាយស្រាមភ្លាមអើយឲ្យខ្ញុំច្រើនម្លេះបងបានអីសម្រាប់ប្រើប្រាស់ខ្លួនឯងទេ បងមានច្រើនទៀតអន្តាប៉ុន្តែមិនស្គៀបជើងធ្មេញបងទេអូនកុំភ័យអីណាក្នុងនាមបងជាបរិសដែលមានទំនួលខុសត្រូវតួនាទីរបស់បងគឺមើលថែអូនបងអាចរកមកវិញបានសំខាន់ឲ្យតែអូនសប្បាយចិត្ត ខ្ញុំទៅវិញហើយជួបគ្នាពេលល្ងាចណានិយាយចប់ហើយនាយស្រាមចាក់ចេញពីផ្ទះវឹងម្ដាយរបស់សូត្រាមកក្បែរកូនប្រុសដោយបានបន្លឺឡើង កូនឯងពេញចិត្តហើយមែនទេកូន ពេញចិត្តឲ្យម៉ាក់នាយស្រាមមិនដែលខូចខលឬក៏ធ្វើឲ្យឪពុកនាងពិបាកចិត្តផងមនុស្សស្រីល្អគឺស័ក្តិសមទទួលបានការមើលថែត្រឡប់ទៅវិញ កូនឯងនិយាយត្រូវគិតដិតដល់អញ្ចឹងម៉ែសប្បាយចិត្តដែលចិញ្ចឹមកូនឲ្យក្លាយជាមនុស្សល្អម្នាក់នៅក្នុងសង្គមដោយមិនមើលស្រាលលើស្ត្រីហើយការចេះគោរពស្ត្រីគឺជាភាពសង្ហារបស់កូនមួយផ្នែកណា បាទម៉ាក់ខ្ញុំនឹងរៀនសូត្រយកគំរូតាមប៉ាក្នុងផ្ទះមានគំរូល្អមួយហើយត្រូវទៅយកតម្រាប់តាមនិងសិក្សារៀនបន្ថែមពីមជ្ឈដ្ឋានជុំវិញខ្លួន ដឹងខុសដឹងត្រូវម៉ែក៏រំភើបព្រោះកូនល្អរបស់ម៉ែយល់ដឹងបានច្រើនណែម៉ែនឹងពុកក្មេកកូនឯងត្រូវទៅរកកន្លែងកក់រោងការទៀតកូននៅផ្ទះម្នាក់ឯងចោះ បាទម៉ាក់ខ្ញុំអាចនៅផ្ទះម្នាក់ឯងបាន ចាស់បានចាក់ចេញពីផ្ទះស្ងាត់ឈឹងសូត្រានៅផ្ទះម្នាក់ឯងក៏មានអ្នកចិត្តខាងមកស្រែកសួររកពូនឹម ពូនឹមពូនៅផ្ទះអត់នាយស្រាមនៅផ្ទះទេអូនពូនឹមអើយ ស្របពេលជាមួយគ្នានោះសូត្រាបានចេញពីក្នុងផ្ទះភ្លេ ពូនឹមគាត់មិននៅផ្ទះទេនៅតែខ្ញុំដែលត្រូវជាកូនប្រសាររបស់គាត់ហ៎កូនប្រសារអីគេខ្ញុំមិនដែលឮគាត់និយាយពីរឿងហ្នឹងផងនាយស្រាមក៏មិនដែលនិយាយដែរថានាងមានប្តីនោះនាយស្រាមមិនបាននិយាយទេតែខ្ញុំមកអនុវត្តយកនាយស្រាមជាប្រពន្ធរៀបការពេញច្បាប់អ្នកស្រុកអ្នកភូមិនឹងបានដឹងឮពេញភូមិតែម្ដងខ្ញុំមករៀបការជាមួយប្រពន្ធរបស់ខ្ញុំមករៀបការអត់ដឹងអីសោះខ្ញុំបើពូនឹមនៅទេខ្ញុំទៅវិញហើយខ្ញុំមកនេះដោយសារតែពុកពឹងឲ្យមកហៅពូនឹមខ្ញុំទៅវិញហើយបាទអញ្ចឹងចុះចាំខ្ញុំប្រាប់ឪពុកក្មេកខ្ញុំឲ្យបើសិនជាគាត់ត្រឡប់មកវិញ ថាចប់ហើយឆាងក៏បានចាក់ចេញទៅ
មករកឪពុកក្មេកសោះស្មានតែមករកប្រពន្ធខ្ញុំកុំអីបានខៀវមុខរំខានទេ នាពេលរសៀលជាពេលដែលនាយស្រាមចេញពីធ្វើការមកដល់ផ្ទះវិញហើយឃើញសូត្រានៅមុខផ្ទះកំពុងលេងដីជាមួយក្មេងៗដែលនៅក្នុងភូមិអេនាងមកវិញហើយប្រពន្ធពូមកដល់ផ្ទះហើយណែអត់អីធ្វើមែនតើបានជាទៅលេងដីជាមួយក្មេងៗអញ្ចឹង បងមានរឿងធ្វើច្រើនជាមួយអូនតាក្នុងពេលយើងចិត្តរៀបមង្គលការគឺការងារយើងមានច្រើនណាស់តែបងអបសុកមិនមានប្រពន្ធនៅក្បែរក៏មកលេងជាមួយក្មេងៗទៅព្រោះតែថ្ងៃមុខយើងក៏មានកូនគេផងដែរ ប៉ាត់ជាគិតគូរច្រើនមែនតើហើយចូលទៅក្នុងផ្ទះទៅណែមីអូនទៅផ្ទះលាងដៃទៅណាល្ងាចហើយអូខេបាយអេពូក្មេងតូចម្នាក់នោះបានដើរចាក់ចេញទៅភ្លាមប្រពន្ធបងធ្វើការហត់ហើយមកដល់ផ្ទះវិញថ្មនេះគួរតែមានប្តីដូចជាបងចាំងូតទឹកដោះក្អែលឲ្យប្រពន្ធ មិនបាច់ងូតទឹកឲ្យខ្ញុំទេខ្ញុំចេះងូតទឹកដោយខ្លួនឯងហើយចូលទៅក្នុងផ្ទះវិញទៅ បាន ថាចប់ហើយអ្នកទាំងពីរក៏បានចូលទៅក្នុងផ្ទះវិញនាថ្ងៃមង្គលការបានមកដល់ខណៈដែលកូនកំលោះនិងកូនក្រមុំកំពុងតែទទួលភ្ញៀវនោះអរគុណម៉ែហើយណាដែលបានចេញមក ការអ្នករួមការងារមួយទងល់រឿងអីដែលថាមិនមកនោះចូលរួមអបអរសាទរផងណាសូមឲ្យស្រឡាញ់គ្នារហូតដល់ចាស់កោងខ្នង ចាអរគុណម៉ែហើយសូមម៉ែចែងចូលទៅខាងក្នុងចាស់ បានអូនឯងរៀបការលឿនមែនតើបងមិននឹកស្មានទេថាអូនឯងរៀបការស្មានតែនិយាយលេងតាតែពេលនេះបានមកជន់នៅរោងការរបស់អូនហើយ ខ្ញុំបាត់ជ្រាបការមែនហើយចាប់ពីថ្ងៃនេះតទៅខ្ញុំលេងនៅលាវទៀតហើយតែបងវិញទៅណាដែលនៅលាវនោះណែគាត់ទៅរកមួយទៅនឹងបានឆាប់រៀបការ រមបានទេបងគិតថាបងនេះទេដែលនៅក្នុងរោងការជាមួយអូនតែមិននឹកស្មានថាបងជាភ្ញៀវដែលត្រូវអញ្ជើញមកក្នុងពិធីមង្គលការរបស់អូនទៅវិញ និយាយចប់ហើយគេក៏បានចូលទៅរកកន្លែងគួរសម ស្ដាប់គេនិយាយចោះតែពេលនេះនារីម្នាក់នេះបានក្លាយជាប្រពន្ធរបស់ខ្ញុំស្របច្បាប់ហើយ ចាស្របច្បាប់ចាប់ពីថ្ងៃនេះតទៅតែម្ដងបន្ទាប់ពីរៀបការរួចបាន3ខែសូត្រាបានឲ្យប្រពន្ធឈប់ធ្វើការដោយនៅផ្ទះខណៈដែលសូត្រាចេញទៅធ្វើការបាត់អ្នកស្គាល់គ្នាក៏បានមករកសូត្រាដល់ផ្ទះតែម្ដងបងសូត្រាតើគាត់នៅផ្ទះឬអត់នឹងគេប្រាប់មកថាផ្ទះរបស់គាត់នៅទីនេះនាយស្រាមបានចេញពីក្នុងផ្ទះមកទទួលភ្ញៀវភ្លាមអត់ទោះចាមករកអ្នកណាគេដែរខ្ញុំមករកបងសូត្រានាងត្រូវជាអ្វីជាមួយគាត់ទៅខ្ញុំត្រូវជាប្រពន្ធរបស់គាត់ពួកយើងរៀបការជាមួយគ្នាបានច្រើនខែហើយហេតុអីបានជាគាត់មិនប្រាប់ខ្ញុំសោះអញ្ចឹងតាមមានការអីជាមួយប្តីខ្ញុំទេណែគ្រាន់តែមករកមិនបានដែរមែនទេខ្ញុំទៅវិញហើយព្រោះថាគាត់មិននៅនោះមិនចង់និយាយជាមួយអ្នកផ្សេងទេថាចប់ហើយនាងក៏បានដើរចាក់ចេញទៅស្អីគេផ្លាច់តែម្ដងហើយនៅក្នុងបន្ទប់ធ្វើការរបស់សូត្រាអ្នកដែលយកឯកសារមកឲ្យគេសញ្ញារួចក៏បានសួរឡើងថា អត់ទោសផងមេតើជីវិតពេលរៀបការរួចរបស់មេដំណើរការទៅយ៉ាងណាដែរគឺម្យ៉ាងម្នាក់ទេពេលរៀបការរួចមានប្រពន្ធនៅមើលថែយ៉ាងកក់ក្ដៅពេលមិនទាន់រៀបការនៅជាមួយម្ដាយក៏ទទួលបានការមើលថែយ៉ាងកក់ក្ដៅពីម្ដាយខុសត្រង់ថាម្នាក់ជាស្ត្រីដែលពោពោះចិញ្ចឹមខ្ញុំឲ្យធំដឹងក្ដីក្លាយជាមនុស្សដែលមានប្រយោជន៍នៅក្នុងសង្គមជាអ្នកមានគុណដែលអាកាត់ពុំបានឡើយឯម្នាក់ទៀតដែលជាស្ត្រីនៅមើលថែខ្ញុំដូចគ្នាជាភរិយាដែលយកចិត្តទុកដាក់ជាមួយប្តីគោរពប្តីនារីទាំងពីរនេះគឺល្អម្យ៉ាងម្នាក់ទេខ្ញុំលើបែបនេះចំណែនមេដល់ហើយព្រោះថាមេសំណាងដែលបានកើតមកក្នុងគ្រួសារអ្នកមានហើយមានឪពុកម្ដាយចិញ្ចឹមបីបាច់បានយ៉ាងល្អទៀតមិនមែនសំណាងតែមួយមុខនៅក្នុងគ្រួសារនោះទេតែកើតពីការខិតខំប្រឹងពីយើងទៅទៀតបើមានការប្រឹងប្រែងជាមួយសំណាងផងដែរអ្វីទៅមុខកាន់តែរលូនជាងអ្នកដែលមិនខិតខំប្រឹងប្រែងព្រោះរវល់តែបដូរជីវិតខ្លួនឯងជាមួយនឹងអ្នកដទៃបាទខ្ញុំយល់ច្បាស់អំពីរឿងនេះហើយបើអញ្ចឹងខ្ញុំសុំលាមេទៅធ្វើការសិនហើយបាទ ដល់ឡងនិយាយចប់គេក៏បានចាក់ចេញពីបន្ទប់ធ្វើការរបស់សូត្រា
នាពេលយប់យន្តសូត្រាមកដល់ផ្ទះវិញដោយបានឃើញប្រពន្ធអង្គុយនៅលើឥដ្ឋកំពុងរាប់អីវ៉ាន់អនឡាញដែលខ្លួនបានទិញអីវ៉ាន់អីខ្លះហ្នឹងមានចំណែកបងដែរទេបងក៏ចង់បានដូចគ្នាដែរណា ខ្ញុំទិញចំណែករបស់បងមកដែរណាមិនអាចភ្លេចប្តីបានឡើយបើប្តីធ្វើការហត់រាល់ថ្ងៃនោះណែពេលបងមិននៅផ្ទះណាមានមនុស្សស្រីគេមករកបងហើយខ្ញុំសួរតែគេវិញគេមិនប្រាប់នោះទេថាគេជាអ្នកណានោះបងឃើញតាមក្នុងកាមេរ៉ាហើយនាងជាសង្សារចាស់របស់បងអូនប្រច័ណ្ឌមែនទេបានជានិយាយបែបនេះបងបកស្រាយរឿងនេះបានណា ខ្ញុំមិនបានប្រច័ណ្ឌទេខ្ញុំប្រាប់ឲ្យបងដឹងតាណែទៅប្រច័ណ្ឌធ្វើអីគ្រាន់តែជាសង្សារចាស់ប្តីនោះបើមិនប្រច័ណ្ឌបងស្រួលចិត្តហើយព្រោះបងមិនចង់ឲ្យប្រពន្ធបងមានអារម្មណ៍ស្មុគស្មាញជាមួយរឿងអតីតកាលរបស់បងនោះទេបងចង់ឲ្យតែពួកយើងមានពេលល្អល្អជាមួយគ្នាអ្នកដតីគឺគ្រាន់តែជាអ្នកដតីតែប៉ុណ្ណោះចេខ្ញុំមិនគិតច្រើនទេមកមើលអីវ៉ាន់ជាមួយគ្នាទេបាននាថ្ងៃបន្ទាប់នាពេលដែលនាស្រាមចេញពីក្នុងផ្ទះទៅកាន់ហាងកាហ្វេដែលនៅជាប់កន្លែងធ្វើការចាស់របស់នាងដើម្បីមកជួបជាមួយមិត្តរួមការងារចាស់របស់នាងនាស្រាមពួកយើងនៅទីនេះហើយអាម៉េចហ្នឹងរៀបការរួចចង់ភ្លេចមិត្តរួមការងារហើយមែនទេខ្ញុំមិនបានភ្លេចនោះទេនារីឯងមកដែរខ្ញុំស្មានថាទៅណាបាត់ហើយជាមួយដៃគូរបស់ឯងនោះខ្ញុំនឹកឯងពេកបានជាមកជាមួយបងកក្កដាទៅចង់ជួបមុខឯងណាយើងប្រាប់ណាសូម្បីតែមីងអនាម័យក៏នឹកឯងដែរចង់ជួបមុខឯងដូចគ្នាបើសិនជាឯងទៅនេះនោះទៅលេងពួកយើងនៅកន្លែងការងារតែម្ដងទៅតើណែខ្ញុំនឹងទៅលេងទាំងអស់គ្នាណាហើយការងារមួយរយៈនេះចាំមិនទៅហើយការងារមួយរយៈនេះគឺច្រើនណាស់ពួកយើងថែមម៉ោងសឹងទៅរាល់ថ្ងៃបើមិនធ្វើដូច្នេះទេការងារមិនទាន់ហើយទេមេយើងក៏ចង់ឲ្យឯងត្រឡប់ទៅធ្វើការវិញដែរការងារនឹងសម្រួលគ្នាបានស្រាលខ្លះប្តីខ្ញុំគាត់មិនឲ្យខ្ញុំទៅធ្វើការវិញទេគាត់ចង់ឲ្យខ្ញុំនៅផ្ទះមើលថែទុកដាក់ផ្ទះសម្បែងហើយគាត់ជាអ្នកដែលទទួលខុសត្រូវលើរឿងគ្រប់យ៉ាងតែម្ដងណាអើយបើខ្ញុំមានប្តីដូចជាឯងអីណាខ្ញុំក៏នៅផ្ទះមើលថែគាត់ដែរឯងបានប្តីល្អហើយណាមើលថែគាត់ឲ្យល្អទៅព្រោះមើលមិនឃើញទេក្នុងពេលនេះល្អជាមួយគ្នាថ្ងៃទៅមុខយ៉ាងណានោះក៏មិនអាចស្មានដឹងឡើយអូខេខ្ញុំចូលពីទឹកចិត្តរបស់ឯងហើយណាអរគុណហើយណាពួកម៉ាក់អូនបានសុកជាមួយគេហើយតែបងវិញតោមនិញព្រោះកំសាកមិនហ៊ានសារភាពប្រាប់អូនម្ដងទេថាបងក៏មានចិត្តទៅលើអូនតែបងមិនដែលគិតថាអូនបានគេឲ្យត្រូវរៀបការយ៉ាងឆាប់រហ័សជាមួយគ្នាបែបនេះសោះបងខកខានដែលមិនបានប្រាប់វាយឺតពេលហើយអើយបងឯងលួចស្រឡាញ់នាស្រាមែពធអើយលាក់បានយូរម្ល៉េះបើខ្ញុំវិញណាធ្លុយតាំងពីមួយខែបាត់ហើយស្របពេលជាមួយគ្នានោះសូត្រាបានចូលមកក្នុងហាងកាហ្វេនេះតែម្ដងប្រពន្ធខ្ញុំមានផ្ទៃពោះហើយសារភាពយឺតពេលពេញទំហឹងតែទោះបីជាយើងមិនទាន់រៀបការក៏គ្មានឱកាសសម្រាប់លោកដែរខ្ញុំមិនសុខចិត្តប្រឡែងមនុស្សស្រីល្អល្អឲ្យធ្លាក់នៅក្នុងកណ្ដាប់ដៃនរណានោះទេអរគុណដែលលួចស្រឡាញ់ប្រពន្ធខ្ញុំលើកក្រោយសារភាពឲ្យលឿនទៅណាទោះគេមិនទទួលក៏យើងអាចបានដឹងអាចពិចារណានៅក្នុងចិត្តដែរលាហើយណាប្រពន្ធសម្លាញ់តោះយើងទៅផ្ទះចាលាសិនហើយណាអ្នកទាំងអស់គ្នានាស្រាមនិងប្តីបានចាក់ចេញផុតទៅនារីក៏បានបន្លឺឡើងនេះវាជាកំហុសរបស់បងឯងណាគេមានប្តីមានកូនហើយសារភាពស្នេហ៍ស្នំស្អីអត់ប្រយោជន៍ទេអាចនាំទុកដល់គ្រួសារគេទៀតផងណាវាជាកំហុសបងពិតមែនតាតែបងសប្បាយចិត្តដែលមនុស្សបងស្រឡាញ់មានសេចក្តីសុខវាជាក្តីសុខរបស់បងដូចគ្នាពេលដែលបងឃើញបែបនេះត្រឹមសម្លឹងមើលមនុស្សដែលខ្លួនស្រឡាញ់មានសេចក្តីសុខខ្លួនឯងក៏សុខហើយព្រោះមិនបានចង់បំផ្លាញសេចក្តីសុខមនុស្សដែលខ្លួនស្រឡាញ់ជាមួយអ្នកដែលនាងកំពុងតែសាងសុភមង្គលជាមួយគ្នាឡើយ